បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកអាប់ដេតសម្បុកមួយទៀតហើយភេទត្រីខំបងប្អូនត្រីខំអានេះម៉ាឡេកាត់សៀមបងប្អូនអានេះសម្រាប់លោកក្មេងៗនៅធំអាចលេងបានណាបងប្អូនហើយអាយុរបស់វាបានមួយខែបងប្អូនមួយខែឃើញថាមានក្បាលសម្បុកមានក្បាលសម្បុកច្រើនដែររៀងធំរៀងផ្លោតដល់បងប្អូនបាទបងប្អូនឃើញជាក់ស្ដែងអញ្ចឹងអាណាធំណាស់នឹងក្បាលសម្បុកហ្នឹងខ្ញុំស៊ូមឲ្យបងប្អូនមើលបន្តិចធំគួរសមបងប្អូនក្បាលសម្បុកនេះផ្លោតចិត្តឡើងថែបានបងប្អូនទីទៀតយើងបែកពួកក្បាលសម្បុកធំហ្នឹងចេញយកឡើងក្រោមថែវាហើយទុកឲ្យទូចឲ្យវាធំលឿនពេលយើងចាប់ធំចេញទៅទូចវាបានចំណីស៊ីគ្រប់គ្រាន់ទេកាលណានៅធំវាដៅមកឈ្នះធំបងប្អូនដល់ពេលអញ្ចឹងធំចេះធំទូចនោះវាក្រធំដោយសារវាចាប់ចំណីអត់ឈ្នះធំបងប្អូនបាទហើយដល់ពេលដែលយើងចាប់ធំចេញទៅទូចវាបានចំណីស៊ីគ្រប់គ្រាន់ព្រោះវាឆាប់ធំដែរតែយើងទុកទាំងអស់អញ្ចឹងវាទូចមិនងាយធំទេបងប្អូនហើយវាស៊ីចំណីអត់តាន់ធំហើយអាងនេះខ្ញុំដាក់ពីសបុកចូលគ្នាបងប្អូនពេលដែលញាស់រួចឃើញថានៅគួសមដែរបងប្អូនគួសមបងប្អូនមើលចាក់ស្ដែងទៅបាទគួសមដែរប៉ុណ្ណឹងមកដែរបងប្អូនគាត់ថាគួសមប៉ុណ្ណឹងទទួលយកបានណាបាទខ្លះទៅវានៅក្នុងកផ្លោកក្នុងអីចឹងបងប្អូនមានខ្លះទៅវានៅចឹងវាចេញមកអស់ហើយឃើញចាក់ស្ដែងវាទំហំអាង1 ម៉ែត្រកន្លះទឹក1 ម៉ែត្រ 3អញ្ចឹងយើងដាក់តែពីសបុកទេឲ្យកន្លែងវារស់នៅតលាយកាលណាវាតលាយកូនត្រីក៏វាលូតលាស់ធំលឿនដែរកន្លែងដែលឆ្អៀតគឺកូនត្រីវាលូតលាស់យឺតធំយឺតអញ្ចឹងបងប្អូនអញ្ចឹងការចិញ្ចឹមត្រីក្រឹមនេះជាបទពិសោធន៍ចែកណែជូនបងប្អូននេះខ្ញុំធ្លាប់ធ្វើវាអញ្ចឹងបានខ្ញុំចែកណែជូនបងប្អូនតែចំណុចណាដែលខ្ញុំនិយាយទៅដូចថាវាមិនត្រូវបងប្អូនមិនធ្វើតាមទេតែចំណុចណាដែលខ្ញុំនិយាយទៅបងប្អូនថាវាត្រឹមត្រូវបងប្អូនអាចអនុវត្តតាមបានបាទការចិញ្ចឹមត្រីក្រឹមនេះខ្ញុំធ្លាប់ចិញ្ចឹមយូរដែរហើយប៉ុន្តែពីមុនចិញ្ចឹមគាត់ថាចិញ្ចឹមលេងធម្មតាទេឥឡូវយើងចិញ្ចឹមវាថាច្រើនគួរសមដែរសម្រាប់បងប្អូនធ្វើការទិញអញ្ចឹងណាយើងមានចូលក្បែរ10អាងដែរអញ្ចឹងបងប្អូន10អាងមិនមែន10សបុកទេមកអាងសបុក4សបុកក៏មាន3សបុកក៏មាន2សបុកក៏មាន1សបុកក៏មានអញ្ចឹងណាអញ្ចឹងវាអានមកសម្រាប់លក់ជូនបងប្អូនក្មេងៗអីចឹងទៅបងប្អូនឥឡូវកំពុងតែអាប់ដេតពួកសបុក VIP ពួកអាម៉ាឡេមួយឈាមហើយនឹងអណ្ឌូមួយឈាមអានឹងសិតតែមេបានាំចូលបងប្អូនអានឹងខ្ញុំចម្រាញ់មកក៏យកមកថ្លៃដែរអញ្ចឹងអានឹងវាលក់ទៅតាមនឹងដែរបងប្អូនណាបើសិនជាបានឥឡូវកំពុងតែប្រកាសបានទេបងប្អូនមិនទាន់ធំទេអាយុទុំកន្លះខែអីទេចាំមើលដល់ពេលដែលខ្ញុំធ្វើបានល្មមលក់អីខ្ញុំនឹងបោះចែកជូនបងប្អូនណាត្រូវការអាចតាក់ទងបានបាទតាមឆាតនៅក្នុង TikTok ក៏បានតាម Page ក៏បានឬក៏តាម Telegram
សូនកំ7 បាទនេះជាលេខ Telegram របស់ខ្ញុំបងប្អូនត្រូវការចង់បានត្រីមានច្រើនប្រភេទដែរបង Galaxy មានពួកសាមរ៉ៃពួក Red Dragon និងពួកត្រីតាំងបងហើយពួកជលមានអាសៀមម៉ាឡេនេះហើយនឹងអាសៀមមួយឈាមម៉ាឡេមួយឈាមហើយនឹងឥណ្ឌូមួយឈាមបងប្អូនចូលមើលវីដេអូខ្ញុំនៅក្នុង channel ខ្ញុំទៅនឹងឃើញហើយវីដេអូខ្ញុំដាក់ប្រកាសមេបា VIP ខ្ញុំបានបញ្ជាក់នៅក្នុងហើយផែនវាអីនៅក្នុងនោះទាំងអស់បាទហើយរាល់ចម្ងល់ពីការថែទាំនិងចិញ្ចឹមត្រីក្រឹមបងប្អូនអាចចម្លាក់ជា comment ខាងក្រោមខ្ញុំនឹងចូលឆ្លើយសំណួរបងប្អូននៅពេលដែលខ្ញុំឃើញអញ្ចឹងបងប្អូនបាទរបៀបបង្កាត់របៀបថែទាំរបៀបចិញ្ចឹមរបៀបលែងចូលអាងតែយ៉ាងម៉េចរហូតតាំងពីបង្កាត់រហូតដល់កូនត្រីញាស់រហូតដល់ត្រីធំបងប្អូនមានចម្ងល់អីអាចសាកសួរនៅក្នុង comment បានបាទខ្ញុំអត់កំណាញ់ទេបងប្អូនជើងចែកលេខបទពិសោធន៍ទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់ចិញ្ចឹមមិនតន់ចិញ្ចឹមមិនចង់ចិញ្ចឹមតែចិញ្ចឹមរបៀបម៉េចអីចឹងណាបងប្អូនបាទនេះអាងរបស់ខ្ញុំបងប្អូនមើលនេះទៀតគ្រាសបុកមហាឆៃចូលក្នុងហើយបងប្អូនចូលក្នុងមហាឆៃនេះម៉ាឡេប្រេងកាត់អីបងមកធ្វើបងប្អូនប្រេងកាត់បាទអរគុណច្រើនសម្រាប់ការតាមដានបាយបាយ